สุดท้ายเนี่ยยังchẳngยังជួបគ្នាម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំនឹងមកបរៀនអំពីការធ្វើទៅកាន់ Sven Segment ហើយខ្ញុំនឹងប្រាប់គ្នាយើងអំពីការយកកូដអញ្ចឹងសម្រាប់កូដផ្ទាល់ខ្ញុំនឹងដាក់នៅខាងក្រោមវីដេអូឲ្យគ្នាយើងមើលអំពីការយកកូដមិនហើយនឹងយកទៅដាក់នៅក្នុង Arduino IDE មិនអញ្ចឹងសម្រាប់កូដដែរគឺខ្ញុំបានសរសេរឲ្យខ្ញុំនឹងដាក់នៅក្រោមវីដេអូតែសម្រាប់ខ្ញុំនេះខ្ញុំអត់មានទេអញ្ចឹងខ្ញុំគ្រាន់តែចូលមក copy មកយើងឃើញតែពាក្យនេះឯងហើយយើងគ្រាន់តែដោតលុយទៅតាមឬមួយក៏ដោតជើង pin ទៅតាមអ្វីដែលខ្ញុំបានបរៀននឹងមកនៅវីដេអូចាំខ្ញុំនឹងតិចទៀតខ្ញុំនឹងប្រាប់គ្នាយើងអំពីការដោតខ្សែនិងដកខ្សែនិងធ្វើទៅកាន់ board ហើយនឹងដាក់ Sven Segment នឹងមិនដើម្បីឲ្យវា load ម៉ោងហើយយើងមើលមិនអញ្ចឹងដំបូងយើងគ្រាន់តែ copy code មកហើយដាក់កូដប៉ុណ្ណឹងមកហើយយើងចុច RAM ទៅជាការស្រេចអញ្ចឹងខ្ញុំនឹងប្រាប់គ្នាយើងអំពីការដោតខ្សែហើយនឹងយើងប្រើជើង IC មិនហើយយើងប្រើ resistance មិនហើយនឹង Sven Segment វានឹងដើរពីណាទៅណាហើយសម្រាប់កូដផ្ទាល់វាខ្ញុំត្រូវបញ្យល់កន្លែងនេះទេអញ្ចឹង void loop កន្លែងនេះគឺ for delay អញ្ចឹង delay របស់វាហ្នឹងគឺខ្ញុំដាក់300អញ្ចឹង300គឺវារៀងលឿនតិចអញ្ចឹងអានេះសម្រាប់ delay ឧទាហរណ៍ថាយើងឃើញជើងលេខយើងដើរលឿនឧទាហរណ៍ថាលេខ0លេខ1លេខ2លេខ3អញ្ចឹងទៅវាអាចនឹងដើរលឿនដើរយឺតអញ្ចឹងយើងអាចសេរីនឹងកន្លែង delay ហ្នឹងបានអញ្ចឹងកុំឲ្យខាតពេលគ្នាយើងអញ្ចឹងយើងនឹងទៅចំណុចបន្ទាប់ទៀតយើងនឹងទៅមើលទៅលើ hard ទៅលើ physical ផ្ទាល់ហ្នឹងអញ្ចឹងយើងទៅអ្នកគ្នាមុនហ្នឹងខ្ញុំបានបញ្យល់អំពី process ទៅលើកូដហើយថាយើង fix មិនយើង run មិនដើម្បីឲ្យវាដើរទៅលើ Sven Segment ហ្នឹងអញ្ចឹងពេលនេះដែរគឺយើងបញ្យល់ទៅកាន់ physical គឺខ្សែ5វ៉ុលអញ្ចឹងយើងឃើញខ្សែ5វ៉ុលគឺដោតមកកាន់ជើងបូកហើយនឹងខ្សែ GND គឺដោតមកកាន់ជើងដកអញ្ចឹង board របស់យើងចាប់ផ្ដើមមានភ្លើងឯទៅកាន់លើវាហ្នឹងអញ្ចឹងបើឧទាហរណ៍មានភ្លើងយើងមានតែនេះទេអញ្ចឹងដើម្បីយើងបំបែកមកកាន់ IC ដើម្បី IC មានភ្លើងដែរយើងគឺត្រូវដោតជើងបូកមកកាន់ជើង VCC ដែលវានៅលើនេះហើយជើងដកដោតមកកាន់ជើង GND ដែលវានៅជើងនៃ8របស់ IC របស់យើងអញ្ចឹងអានេះគឺជាជើងឧទាហរណ៍ជើង IC របស់យើងវាមាន8ជើងអញ្ចឹង1 2 3 4 5 6 7ហ្នឹងគឺសម្រាប់យើងប្រើប្រាស់មកកាន់ resistance ដែលខ្ញុំធ្វើទៅលើ Sven Segment ហ្នឹងណាអញ្ចឹងជើងលេខ1គឺខ្ញុំដោតមកកាន់ resistance ទី1ជើងលេខ2គឺដោតមកកាន់ resistance ទី2ហើយជើងលេខ3គឺដោតមកកាន់ resistance ទី3ជើងលេខ4គឺដោតមកកាន់ resistance ទី4ហើយជើងលេខ5គឺដោតមកកាន់ resistance ទី5ហើយជើងលេខ6គឺដោតមកកាន់ resistance ទី6ហើយជើងទី7ដោតមកកាន់ resistance ទី7អញ្ចឹងយើងដឹងថា IC របស់យើងគឺបំបែកមកកាន់ resistance នេះវាមានអស់ហើយយើងដាក់ resistance ហ្នឹងនៅពេលណាគឺដើម្បីទប់ភ្លើងឧទាហរណ៍ថាភ្លើងឧទាហរណ៍បើយើងប្រើពី IC មកកាន់ Sven Segment នេះក៏បានដែរប៉ុន្តែគេត្រូវការ resistance ដើម្បីទប់ភ្លើងឧទាហរណ៍ភ្លើងពេលខ្លះវាមានឡើងមានចុះឧទាហរណ៍បើយើងយកមកដាក់ Sven Segment នេះផ្ទាល់ហ្មងទៅគឺវាអាចនឹងខូចឬមួយខូច board ឬមួយខូច Sven Segment នឹងផ្ទាល់អញ្ចឹងគឺយើងមាន resistance ហ្នឹងដើម្បីវាបំលែងភ្លើងនិងទប់ភ្លើងផងដែរហើយយើងជើងលេខ1មិញយើងដឹងថាយើងមកពី IC នេះ resistance ទី1អញ្ចឹង resistance ទី1គឺដោតមកកាន់ជើង A ហើយ resistance ទី2ដោតមកកាន់ជើង B ហើយ resistance ទី3គឺដោតមកកាន់ជើង C ហើយ resistance ទី4គឺដោតមកកាន់ជើង D ហើយ resistance ទី5គឺដោតមកកាន់ជើង E ហើយ resistance ទី6គឺដោតមកកាន់ជើងអីនេះ resistance ទី6គឺដោតមកកាន់ជើង F ហើយ resistance ទី7គឺដោតទៅកាន់ជើង G ហើយអាក្រាលនេះអញ្ចឹង Sven Segment របស់យើងឧទាហរណ៍បើយើងចង់ដឹងកាន់តែច្បាស់យើងអាចទៅ research មើលទៅថា Sven Segment មានជើងអីខ្លះអញ្ចឹងវាមានជើង DP អញ្ចឹងជើង DP នៅខាងនេះគឺខ្ញុំអត់ប្រើទេហើយខ្ញុំប្រើជើង com អញ្ចឹងជើង com គឺខ្ញុំដោតមកកាន់ជើងដកដើម្បីឲ្យវាមានភ្លើងហើយវាប្រើប្រាស់វាបានដែរអញ្ចឹងphysical របស់យើងមានតែប៉ុណ្្នឹងអញ្ចឹងអរគុណសម្រាប់គ្នាយើងដែលបានមើលវីដេអូនេះជម្រាបលា